ពេលមេឃប្រឡប់គឺជាពេលដែលល្អសម្រាប់ការតាមដានមើលវត្តមានរបស់សត្វល្អិតចង្រៃនៅតាមដំណាំដាំដុះរបស់យើងណាបងប្អូនមើលលើបចូលវិញបាត់មិញឃើញចាញ់មកហើយហ្នឹងណាទៅកៅបងប្អូននេះបាទអញ្ចឹងប្រឡប់ម៉ោង6ជាង6កន្លះម៉ោងអីហ្នឹងគឺជាពេលដែលយើងអាចមើលឃើញវត្តមានរបស់តកៅហើយបងប្អូននេះនៅក្នុងដៃខ្ញុំហ៎បាទនេះអញ្ចឹងចាប់ផ្ដើមមានដង្កូវទៀតហើយអញ្ចឹងបងប្អូនចាប់ពីម៉ោង6ប្រឡប់ទៅយប់ឡើងមានពិលមានកែវភ្លើងពិលច្បាច់មើលគឺយើងអាចរកមើលវត្តមានរបស់សត្វល្អិតចង្រៃនៅតាមដំណាំដាំដុះរបស់យើងអញ្ចឹងក្នុងការដាំដុះបងប្អូនឧស្សាហ៍ឆែកមើលផងបាទនេះឃើញតកៅទៀតបងប្អូននេះពិសេសពេលយប់ពេលប្រឡប់នឹងឯងបាទពេលប្រឡប់នឹងឯងឆែកមើលវាយើងឃើញវត្តមានរបស់វាហើយយើងធ្វើការទប់ស្កាត់បានទាន់ពេលវេលាបាទបានទាន់ពេលវេលាបើមិនអញ្ចឹងទេហ្នឹងវារីករាលដាលច្រើនយើងពិបាកនឹងកម្ចាត់ឲ្យបងប្អូនបាទពិបាកនឹងកម្ចាត់ឲ្យបងប្អូនអាចឆែកមើលតាមកញ្ចុំត្រួយរបៀបនេះបងប្អូនអាចបើកមើលតាមក្រោមស្លឹកបាទក្រោមស្លឹកពួកអីសត្វល្អិតមួយចំនួនវានៅក្រោមស្លឹកបាទនៅក្រោមស្លឹកពពួករុយសពពួកមមាញអីហ្នឹងបងប្អូននេះឃើញនេះមមាញបងប្អូននេះនៅក្រោមស្លឹកអញ្ចឹងឃើញមានទាំងដង្កូវមានទាំងមមាញបងប្អូននេះនៅចង់មេដៃខ្ញុំនេះបងប្អូនប្រហែលជាឃើញហើយបាទសង្ឃឹមថាបងប្អូនឃើញមេឃវារឿងងងឹតផងអញ្ចឹងអាចថាមើលមិនសូវច្បាស់បាទបាទអញ្ចឹងក្នុងការដាំដុះបងប្អូនឧស្សាហ៍ឆែកមើលវាជាពិសេសនៅពេលដែលប្រឡប់បាទប្រឡប់ងងឹតរបៀបនេះអាចឆែកមើលបានហើយយប់អីហ្នឹងច្បាច់ភ្លើងកែវភ្លើងអីមើលវាផងបើមិនអញ្ចឹងទេសត្វល្អិតមួយចំនួនវាផ្ទុះលឿនយើងទប់អត់ទាន់ទេបាទថ្ងៃនេះឆ្លៀតចាញ់ពីធ្វើការបាទមកមើលវាបន្តិចបាទអញ្ចឹងទៅឃើញថាជាការទស្សនរបស់យើងមានការវាយលុកពីសត្វល្អិតទៀតហើយបាទចាប់ដើមចូលមកទៀតហើយអញ្ចឹងក្នុងការប្រើប្រាស់ថ្នាំដូចគ្នាបងប្អូនយើងឃើញថាសត្វល្អិតដែលនៅក្នុងចកាយើងហ្នឹងប្រភេទអីប្រភេទដង្កូវប្រភេទជញ្ជក់រុក្ខរស់មានន័យថាប្រភេទស៊ីកាត់ឬក៏ប្រភេទជញ្ជក់រុក្ខរស់នៅពេលដែលយើងឃើញអញ្ចឹងហើយថ្នាំគឺយើងប្រើប្រាស់បត់បែនទៅតាមហ្នឹងបាទបត់បែនទៅតាមហ្នឹងហេតុអីបានខ្ញុំជជែកអញ្ចឹងដោយសារមួយរយៈនេះឃើញមានអ្នកលក់ថ្នាំអនឡាញមួយចំនួនថ្នាំគាត់សម្រាប់វាច្រើនមុខពេកហើយប្រសិទ្ធភាពយូរពេកអញ្ចឹងថ្នាំมันអាចថាថ្នាំមួយធាតុសកម្មហ្នឹងប្រើបានគ្រប់សត្វល្អិតទេបាទប្រើបានគ្រប់សត្វល្អិតទេมันអាចទេបាទអញ្ចឹងសំបីតាធាតុសកម្មដូចគ្នាហ្នឹងក្រុមហ៊ុនផ្សេងគ្នាក៏គុណភាពអាចខុសគ្នាដែរបងប្អូននេះវាជារឿងពិតត្បិតតែធាតុសកម្មដូចគ្នាហើយបងប្អូនពិសោធន៍ដឹងហើយបាទធាតុសកម្មដូចគ្នាហើយក្រុមហ៊ុនផ្សេងគ្នាហ្នឹងប្រើទៅគុណភាពខុសគ្នាដែរអញ្ចឹងចោះទម្រាំដែលក្រុមហ៊ុនគេផ្សព្វផ្សាយថាផលិតផលរបស់គេហ្នឹងបានសត្វល្អិតគ្រប់មុខគឺពិបាកបន្តិចអញ្ចឹងបងប្អូនអាចសាកល្បងមើលសិនទៅហើយបើខ្ញុំអត់ជឿទេខ្ញុំមើលទៅតាមធាតុសកម្មទៅតាមសត្វល្អិតបាទសត្វល្អិតពពួកស៊ីកាត់ពពួកជញ្ជក់រុក្ខរស់ពពួកខ្លួនតឹងខ្លួនទុនខ្លួនរឹងស្លាប់រឹងអីហ្នឹងគឺយើងប្រើបត់បែនទៅតាមហ្នឹងហើយបត់បែនទៅតាមអាយុកាលដំណាំយើងទៀតដំណាំយើងនៅអាយុកាលប៉ុណ្ណាវាកំពុងតែលូតលាស់កំពុងតែកូនទូចកំពុងតែលូតលាស់កំពុងតែផ្កាផ្លែក្តឹបដបងអីទេគឺយើងបត់បែនទៅតាមហ្នឹងដែរបាទអរគុណបងប្អូនជូនខ្លីប៉ុណ្នេះមានអ្វីចូលរួមអាចសរសេរបានខាងក្រោមហើយយើងជួបគ្នានៅពេលក្រោយទៀត